Champions League ខ្ញុំមកដល់វគ្គនេះពិបាកវិភាគណាបងប្អូនអើយបើនិយាយការពិតពួកខ្ញុំបានទាយរួចមកហើយ3ក្រុមនៅសល់តែ2ឯក្រុមខ្ញុំទាយដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ទាំងពីរអញ្ចឹងយ៉ាងហោចក៏មានមួយក្រុមដែរឡើងមកផ្ដាច់ព្រាត់ឬក៏ធ្លាក់ទាំងពីរក៏ថាបាទតែខ្ញុំគិតថាសូមស្រួលអាចឡើងមកទាំងពីរជួបគ្នាផ្ដាច់ព្រាត់ហ្នឹងហ្មង Arsenal និង Barcelona បាទហើយមកដល់វគ្គនេះគ្មានក្រុមណាអន់ទេវគ្គ4ក្រុមអត់មានក្រុមណាអន់ទេ Inter ប៉ះមួយ Barca Arsenal ប៉ះមួយ PSG យើងមើល4ក្រុមនេះសម្រាប់ Inter Milan បងប្អូនគាត់ថាមើលទៅ4ក្រុមនេះ Inter រៀងគីឡូស្រាលជាងគេខុសហើយត្រូវយល់បាល់ Champions League ក្រុមដែលមិនដែលធ្លាប់ឈ្នះពានពិបាកនឹងឈ្នះពាននេះណាតែក្រុមដែលធ្លាប់ឈ្នះម្ដងហើយពីរដងហើយអាចនឹងឈ្នះទៀតខ្ញុំតែតែនិយាយបែបនឹងរាល់ឆ្នាំឲ្យបងប្អូនឆ្នាំមើលបាទក្រុមដែលឈ្នះធ្លាប់ឈ្នះពានពាក្យច្រើនមានឱកាសមិនមែនថាអាក្រុមអត់ឈ្នះនឹងអត់នឹងមិនឈ្នះទេមានភាគរយតិចជាងក្រុមដែលធ្លាប់ឈ្នះបាទ Inter ធ្លាប់ឈ្នះពាន Champions League ណា Arsenal ហើយនឹង Paris Saint-Germain អត់ដែលឈ្នះពាន Champions League ទេ Barca ធ្លាប់ឈ្នះពាន Champions League ដែរបាទអញ្ចឹង Inter គេខ្លាំងនៅក្នុង Champions League បាទអត់អាចមើលស្រាយ Inter បានទេ Inter ឡើងមកតម្លាក់អីគេ Inter តម្លាក់ Bayern បាទ Inter តម្លាក់ Bayern Munich ដែលជាគីឡូធ្ងន់មួយ heavyweight មួយនៅក្នុង Champions League នៅគ្នា Inter តម្លាក់បានចុះរឿងអី Barca រឿងអី Arsenal PSG នឹង Inter កំដរមិនបានកំដរបានទាំងអស់ Inter អត់ខ្សោយទេនៅក្នុង Champions League បាទអត់អាចមើលស្រាលបានទេបាទខ្ញុំនិយាយអញ្ចឹងទៅចុះកុំឲ្យពិបាកស្ដាប់ណាអត់មានខ្សោយទេព្រោះ Inter បញ្ចប់ទៅលេខ4ណានៅក្នុង League Phase និយាយរួមទៅបន្ទាប់ពី Liverpool Barca Arsenal Inter ហ្នឹងហើយបាទអញ្ចឹងកាលពីចប់ League Phase ភ្លាមខ្ញុំទាញ Liverpool Barca Arsenal លេខ1លេខ2លេខ3តែដល់ពេលមើលមកក្រុម Arsenal ហ្នឹង Inter ហ្នឹងហើយបាទ PSG ទេបាទដែលបញ្ចប់នៅក្រុម8ក្រុមនោះបាទលេខ15កាលលេខក្នុង League Phase PSG ទេប៉ុន្តែដល់ពេល PSG ឡើងមកទម្លាក់ Liverpool ខ្ញុំអត់បានរើស PSG ជាក្រុមដែលអាចឈ្នះពាននេះបានទេបាទចំនួនមាន Neymar Mbappe និង Messi នៅមិនអាចឈ្នះបានផងហើយ Mbappe ចេញបាត់ទៅជាឈ្នះមិនកើតខ្ញុំអត់បានរើសដោយសារ PSG ណាមួយលេងចាប់យើងដែរនៅក្នុងLeague Phase នេះក៏លេងចាប់យើងដែរលេងរៀងអន់ដែរបាទខ្ញុំបានទីប៉ុន្តែដល់ពេលឡើងមកលេងតម្លាក់ Liverpool ខ្ញុំភ្ញាក់ផ្អើលខ្លាំងមកបាទខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើដល់ពេលតម្លាក់ Liverpool ព្រោះ Liverpool ខ្ញុំសង្ឃឹមខ្ពស់ជាងគេក្នុងឆ្នាំហ្នឹងទាំង Premier League ទាំង Champions League Liverpool អាចធ្ងន់ជាងគេលេងចាប់ PSG តម្លាក់ Liverpool ខ្ញុំបើកឲ្យវ៉ាវហើយខ្ញុំមិននឹកស្មានថា Kvaratskhelia បាទកីឡាករ Georgie ហ្នឹងគាត់ឡើងជើងខ្លាំងបែបនេះហើយមិនមែនឡើងតែ Kvarat ទេឡើងទាំង Desire Doué ឡើងទាំង Barcola ឡើងទាំង Dembele ឡើងទាំង Prom ហើយសង់តង់គ្នាជាងចំនួន Messi Neymar និង Mbappe នៅទៀតណាសង់តង់គ្នាជាងទៀតអញ្ចឹងមកខ្ញុំលេងតម្លាក់ Liverpool ហើយខ្ញុំថាមិនមែនជារឿងចៃដន្យទេដែល PSG តម្លាក់ Liverpool PSG ខ្លាំងតែគេខ្លាំងនៅចេញពីពូលមកបាទការនៅក្នុង League Phase អត់ខ្លាំងយើងមើលទៅអត់តំណងតែពេលចេញមកមើលទៅលេងតំណងលេងកាចបាទអញ្ចឹងគាត់ឈ្នះ Liverpool វាបាត់អាក្រុមនឹងខ្ញុំទាយ1នៅសល់2នៅសល់ Barca និង Arsenal ហើយ PSG និង Arsenal ជួបគ្នានៅវគ្គនេះក៏ល្អដែរបាទបើសិនជា Arsenal ចង់បានពានឬក៏នេះទេកុំជួប Barca នៅវគ្គហ្នឹងបាទព្រោះ Arsenal ភាគច្រើនបាក់តែផល Barca ហ្នឹងតែប៉ះ Barca នឹងក្ដុកបាទសុខចិត្តបើថាជួបគ្នាទៅជួបផ្ដាច់ព្រាត់ទៅ Arsenal មួយ PSG ប៉ះគ្នាវគ្គនេះអូខេអត់ដែលឈ្នះពាន Champions League ដូចគ្នាទៅជួបគ្នាទៅហើយតម្លាក់មួយទៅបាទអ្នកណាធ្វើបានឡើងទៅជួប2ក្រុមទៀតដែលសិតតែធ្លាប់ឈ្នះពាន Champions League ដូចគ្នាដែរតែរវាង Arsenal PSG បងប្អូនខ្ញុំ50-50ទេ2ក្រុមនេះទាំង Arsenal ក៏ខ្ញុំមើលឃើញថាល្អរដូវកាលនេះដោយសារតែយើងឃើញតម្លាក់ Real ចោលReal ថាឆ្នាំនេះរៀងលេងថ្លាក់ថ្លៃចុះបាទតម្លាក់ Real ចោលមិនធម្មតាទេណា King of Champions League Arsenal តម្លាក់ចោលប៉ុន្តែអ្វីដែល PSG ធ្វើបានល្អគឺ PSG តម្លាក់ក្រុមអង់គ្លេស2ក្រុមហើយតម្លាក់ Liverpool ហើយមកតម្លាក់ Aston Villa
បើសិនជា PSG ឈ្នះ Arsenal នៅក្នុងវគ្គពាក់កណ្ដាលប្រៃប្លន់នេះទៀតគឺបានន័យថាទម្លាក់ក្រុមអង់គ្លេស3ក្រុមចោលតែម្ដងបាទទម្លាក់ក្រុមអង់គ្លេស3ក្រុមចោលតែម្ដងបាទសម្រាប់ PSG អញ្ចឹងសិតតែ50% ដូចគ្នាទាំងបាសេនិង Inter ក៏ដោយខ្ញុំអត់មានឲ្យតម្លៃ Inter ទាបជាងបាសេទេមកដល់វគ្គនេះបងប្អូនបាទគឺសិតសុងតែជាក្រុមដែលពោពេញដោយគុណភាពបាទពោពេញដោយគុណភាពបាទ Inter ឡើងមកខ្ញុំអត់គិតថា Inter ហេងអីទេអត់ទេលេងល្អផុសគេអញ្ចឹងបើ Barcelona បើឆ្លងកាត់ Inter ទៅក៏ល្អដែរបាទបើសិនឈ្នះ Inter ទៅលេងនៅវគ្គប្រៃព្រាត់ប៉ះ PSG ក៏ដោយប៉ះ Arsenal ក៏ដោយក៏មានសង្ឃឹមជាង2នឹង2ក្រុមនឹងដែរបាទដោយសារបាសេធ្លាប់ឈ្នះពាន Champions League និយាយចឹងដែរនៅតែអ្នកដែលធ្លាប់ឈ្នះពាន Champions League ស្ថិតនៅក្នុងចិត្តខ្ញុំច្រើនជាងក្រុមដែលអត់មានពាន Champions League ពីមុនមកបាទអញ្ចឹងបើសិនតម្លាក់ វគ្គនេះបាសេ easy ជាងទៅវគ្គប្រៃព្រាត់អាចជួបបាស Arsenal ឬក៏PSG ខ្ញុំគិតថាចង់ស្រួលជាង Inter ហ៎បាទព្រោះពីរក្រុមហ្នឹងធ្លាប់បាសេលុតទាំងពីរហ្នឹងទាំង Arsenal ធ្លាប់ទាំង PSG ឆ្នាំណានោះមិនឃើញទេការណេម៉ានៅ PSG ហ្នឹង PSG លេងឈ្នះបាសេ 3-0 ក្នុងដីខ្លួនឯងមកដីបាសេដាក់4វិញបាទប៉ះមួយបាសេ PSG លេងមិនសូវឈ្នះបាសេទេបាទហើយ Arsenal ក៏ដូចគ្នាបានតែរៀលទេបានជាមួយរៀលទេបាទនេះគឺការយល់ឃើញរបស់ខ្ញុំសម្រាប់បាល់ Champions League មានប៉ុណ្ណេះបាទ